ជំរាបសួរនិងសូមស្វាគមន៍មកកាន់ ABC Trading ក្នុងវីដេអូនេះខ្ញុំចង់ណែនាំបងប្អូនឲ្យសិក្សាបន្ថែមពាក់ព័ន្ធទៅនឹង Technique និងមូលដ្ឋានគ្រឹះនៃការវិភាគវាជារឿងល្អមួយដែលយើងទម្លាប់វិភាគមុននឹងយើងចូលទីផ្សារអញ្ចឹងនៅក្នុងពេលនេះខ្ញុំចង់នាំបងប្អូនសិក្សាបន្ថែមពាក់ព័ន្ធថាតើយើងវិភាគយ៉ាងម៉េចដើម្បីឲ្យរកចំណុចចូលទីផ្សារទៅវាបានចំណេញជាជាងខាតបាទជាពិសេសយើងមើលទៅលើទម្រង់ graph candlestick ទម្រង់ភាគច្រើនវាមានឡើងនិងចុះហើយជាទូទៅយើងមើលពីប្រវត្តិរបស់វាពីមូលឡើងនិងចុះបើសិនជាបងប្អូនដែលចូលចិត្ត trade រយៈពេលវែងអាចមើលមួយថ្ងៃមួយអាទិត្យឬក៏មួយខែមុននឹងចូល trade តែបើបងប្អូនចូលចិត្ត trade scalping ខ្លីៗ day trading អីយើងមើលរយៈពេល1ម៉ោង2ម៉ោងមុនឬក៏មួយថ្ងៃដើម្បីឲ្យដឹងថាក្នុងរយៈពេលមួយថ្ងៃវាមានការមូលឡើងចុះចេញជាទម្រង់បែបណា1ម៉ោងចេញជាទម្រង់បែបណាក៏ដូចជា5នាទីឬក៏15នាទីកន្លះម៉ោងក្តីអញ្ចឹងនៅក្នុងទ្រឹស្ដីនៃការបម្រែបម្រួលរបស់ candlestick គឺវាប្រហាក់ប្រហែលគ្នាទេដែលនិយាយឲ្យស្រួលស្ដាប់ទៅគេហៅថាប្រវត្តិសាស្ត្រវាកើតឡើងដដែលអញ្ចឹងធ្វើឲ្យមានទម្រង់មួយចំនួនដែលគេអាចសន្និដ្ឋានថានៅអនាគតវានឹងកើតឡើងដូចពីមុនដែលធ្លាប់កើតមកអញ្ចឹងដែរអញ្ចឹងហើយបានយើងទាមទារឲ្យយើងមើលប្រវត្តិនៃ graph តើវាមូលឡើងចុះកម្រិតណាវាមានទម្រង់ស្អីខ្លះនៅក្នុងហ្នឹងហើយនៅក្នុង candlestick យើងអាចមើលដឹងតើបម្រែបម្រួលក្នុងមួយថ្ងៃហ្នឹងឬក៏ក្នុង1ម៉ោងហ្នឹងវាបង្កើតបាន form ជាយ៉ាងម៉េចហើយវាបង្កើតទំនោរតើវាបើយើងមើលទៅទំនោរជារួមតើវាឡើងឬក៏វាចុះអញ្ចឹងហើយបានទាមទារឲ្យយើងសិក្សាអំពីទិន្នន័យដែលមានកន្លងមកក្នុងរយៈពេលខ្លីក្តីរយៈពេលវែងក្តីទៅតាមចំណង់ចំណូលចិត្តបងប្អូនក៏ប៉ុន្តែយើងមើលពីបម្រែបម្រួលនិងទំនោររបស់ graph ដើម្បីទាយថាតើអនាគតវានឹងមូលឡើងទៅលើឬក៏វាមូលចុះក្រោមអញ្ចឹងដើម្បីយកសេចក្តីសម្រេចមួយតើយើងគួរ buy ឬគួរ sell ហើយ buy ចំណុចណា sell ចំណុចណាបាទសូមយើងកលេចមកមើលឧទាហរណ៍ graph មួយនេះយើងឃើញថានៅក្នុង graph នេះវាមានទីតាំងទាបនៅក្នុងកំសួលដែលឡើងហើយនិងទីតាំងខ្ពស់នៅក្នុងកំសួលដែលកំពុងតែឡើងមានន័យថា graph នេះវាទំនោររបស់វាកំពុងតែឡើងកម្លាំងរបស់វាបុកឡើងខ្លាំងក៏ប៉ុន្តែជាធម្មតាវាមានឡើងចឹងហើយវាមានចុះបន្តិចហើយវាមានឡើងទៅវិញដែលគេហៅថាវាមាន retracement ក៏ប៉ុន្តែជារួមមកគឺគោលដៅរបស់វាគឺឡើងលើអញ្ចឹងហើយបានវាមានចំណុចទាបនិងចំណុចខ្ពស់នៃកំសួលដែលកំពុងតែឡើងហ្នឹងហើយបង្កើតបានជា trend មួយដែលយើងហៅថាខ្មែរយើងហៅថាទំនោរមួយវាទំនោរឡើងទៅខាងលើបាទអញ្ចឹងហើយនៅពេលដែលយើងដឹងថាវាកំពុងតែឡើងធម្មតាទោះបីវាចុះបន្តិចក្តីវាគង់តែឡើងទៀតនឹងដោយសារតែកម្លាំងវាឡើងខ្លាំងបាទអញ្ចឹងយើងអាចសន្និដ្ឋានបានថាgraph នេះវានឹងបន្តឡើងទៀតនៅពេលអនាគតអញ្ចឹងយើងរកចំណុចដែលយើងអាចចូលបាយបានអញ្ចឹងចំណុចដែលយើងចូលបាយបានយើងឃើញថានៅពេលដែលវា retrace មកវិញវានឹងឡើងទៅបន្តទៀតហើយជាទូទៅនៅពេលដែលវាឡើងទៀតគឺវាឡើងខ្ពស់ជាងcandlestick កន្លងមកអញ្ចឹងយើងដឹងថាមុននឹងយើងបាយយើងទុកឲ្យវា retrace មកដល់ក្រោមបន្តិចហើយយើងចាប់ផ្ដើមបាយឡើងទៅលើវិញបាទក៏ដូចគ្នាផងដែរចំពោះកំសួលដែលវាកម្លាំងចុះមានន័យថាដែលកម្លាំងវាកំពុងតែចុះឬក៏គេហៅថា down trend អញ្ចឹងយើងឧទាហរណ៍មើល graph នេះមានន័យថា graph ជារួមមានន័យថាកម្លាំងជារួមគឺកំពុងតែចុះក៏ប៉ុន្តែនៅក្នុងចន្លោះពេលហ្នឹងវាមានឡើងមានចុះវាមាន retracement វាមាន zigzag បន្តិចបន្តួចអញ្ចឹងក្តីក៏ប៉ុន្តែជាគោលដៅរួមធំរបស់វាគឺកំពុងតែចុះក្រោមអញ្ចឹងហើយបានជាយើងមើលតែពេលវាមូលឡើងចុះហ្នឹងយើងដឹងថាទំនោររបស់វាចុះក្រោមហើយយើងរកចំណុចដែលយើងអាចលក់ចុះមកវិញបាទយើងអញ្ចឹងយើងមើលទៅ graph វាតម្រង់វាឡើងកើតឡើងប្រហាក់ប្រហែលគ្នាក្នុងពេលកន្លងមកយើងមើល graph 1ម៉ោងក្តី2ម៉ោងក្តីឬក៏15នាទីក្តីគឺវាឡើងហើយវាចុះ
តែក៏វានឹងឡើងតិចវិញវាអត់មានចុះជាបន្ទាត់ត្រង់ទេអញ្ចឹងហើយបានជាយើងទាមទារឲ្យមើលប្រវត្តិថាតើមុននឹងយើងមើលតម្រង់មើលទំនោរថាវាឡើងឬចុះបានតើតែយើងមើលទៅខាងក្រោយទៅវិញខាងក្រោយ1ម៉ោងក្តី2ម៉ោងក្តី1ថ្ងៃក្តីដើម្បីឲ្យដឹងថាពីមុនមកវានៅខ្ពស់ឥឡូវនេះវាទាបអញ្ចឹងជារួមមកសរុបមកគឺវាកំពុងតែចុះបាទអញ្ចឹងនៅពេលដែលកំពុងតែចុះយើងអាចរកឱកាសណាមួយដើម្បី sell តម្លាក់ទៅវិញលក់តម្លាក់ទៅវិញបាទអញ្ចឹងនេះគឺជាឧទាហរណ៍នៃការរកទីតាំងលក់បាទខ្ញុំសូមពន្យល់បន្ថែមថាតើយើងអាចរកទីតាំងទិញឬក៏លក់ដោយរបៀបណាបាទឥឡូវនេះយើងជជែកអំពីតើយើងរកទីតាំងទិញដោយរបៀបណាជាទូទៅបើយើងឃើញតម្រងក្រាហ្វបែបនេះឬក៏ស្តៀងនឹងក្តីយើងឃើញថាវាមានឡើងវាមានចុះវាមានចុះមកវិញហើយវាឡើងទៅវិញទៀតវាចុះមកវិញហើយក៏វាឡើងទៅវិញទៀតអញ្ចឹងតម្រងបែបនេះយើងអាចគូសជាហ្សូនមួយបាទជាហ្សូនមួយគេហៅថាហ្សូនទិញជាទូទៅយើងសន្និដ្ឋានថានៅពេលដែលវាធ្លាក់មកដល់បន្ទាត់ទីតាំងសម្រាប់ដែលយើងទិញនេះវានឹងឡើងទៅវិញដោយសារយើងឃើញពីមុនមកវាបំរែបំរួលមានលក្ខណៈស្តៀងគ្នានឹងរយៈពេលប្រហែលម៉ោងមុនទៅហើយឬក៏ប្រហែលថ្ងៃមុនទៅហើយអញ្ចឹងបើសិនជាយើងគូបន្ទាត់មកយើងសម្រេចថាដាក់បន្ទាត់នេះគឺជាទីតាំងដែលយើងសម្រាប់ទិញអញ្ចឹងបើសិនជាវាឡើងទៅយើងរងចាំទិញមានន័យថាយើងរងចាំឲ្យវាធ្លាក់ដល់បន្ទាត់ហ្នឹងហើយបើសិនជាវាមិនមូលហួសពីបន្ទាត់ចុះទៅក្រោមទៀតទេយើងអាចទិញវាឡើងទៅវិញបានដោយសារយើងមើលឃើញតម្រងនៅពេលដែលវាចុះមកដល់ហ្នឹងវាតែងតែឡើងមកវិញវាចុះមកដល់ហ្នឹងវាតែងតែឡើងមកវិញអញ្ចឹងហើយយើងសន្និដ្ឋានបានថានៅពេលដែលវាចុះមកដល់ហ្នឹងបើសិនជាវាបុកដាច់បន្ទាត់ទៅក្រោមទេមានន័យថាវានឹងត្រឡប់ឡើងមកវិញអញ្ចឹងចំណុចនេះហើយដែលគេហៅថាចំណុច buy zone ឬក៏គេហៅថាទីតាំងសម្រាប់យើងធ្វើការបញ្ជាទិញគ្នាផងដែរសម្រាប់ទីតាំងសម្រាប់យើងបញ្ជាលក់យើងឃើញថានៅពេលដែលក្រាបវាឡើងដល់ចំណុចមួយវាតែងតែចុះមកវិញឃើញវាឡើងទៅវិញដល់ចំណុចមួយវាចុះមកវិញវាឡើងដល់ចំណុចដដែលហ្នឹងវាចុះមកវិញធ្វើឲ្យយើងសន្និដ្ឋានបានថា zone កន្លែងហ្នឹងគឺជាចំណុចមួយដែលយើងអាចលក់មកវិញបានបើសិនជានៅក្នុងភាសាបច្ចេកទេសមួយគេហៅថា resistance អញ្ចឹងវាមាន support ហើយ resistance តែចំណែកឯ selling zone នេះយើងចាត់ទុកវាថាជា resistance មានន័យថាវាដល់កន្លែងហ្នឹងវាធ្លាក់វិញដល់កន្លែងហ្នឹងធ្លាក់វិញអញ្ចឹងយើងសន្និដ្ឋានបានថានៅពេលដែលយើងចង់ទិញចង់លក់យើងចាំវាឡើងដល់ចំណុចហ្នឹងវិញហើយយើងធ្វើការបញ្ជាលក់មកដោយយើងសង្ឃឹមថាវាតម្លៃវានឹង bound ចុះមកក្រោមវិញនៅពេលដែលវាដល់ចំណុចហ្នឹងបាទអញ្ចឹងហើយគឺជាចំណុចសំខាន់ដែលយើងធ្វើការគូសនៅ selling zone buying zone បាទក៏ដូចជា support ហើយ resistance ខ្ញុំនឹងធ្វើវីដេអូបន្ថែមទៀតឲ្យបងប្អូនយល់កាន់តែច្បាស់ពាក់ព័ន្ធទៅនឹងអ្វីទៅគេហៅថា support និង resistance ព្រោះអីវាជាចំណុចសំខាន់មួយដែរដើម្បីឲ្យយើងដឹងថា zone ណាយើង sell zone ណាយើង buy បាទអូខេមុននឹងយើងឃើញហើយថាយើងអាចគូស resistance zone មួយដែលយើងចាត់ទុកថាជា zone sell ហើយនេះជាឧទាហរណ៍មួយទៀតដែលខ្ញុំចង់បង្ហាញអំពីsupport zone ឬក៏យើងអាចហៅថាzone សម្រាប់បញ្ជាទិញបាទនៅពេលដែលយើងឃើញវាឡើងវាចុះមកដល់ចំណុចមួយហើយវាឡើងទៅវិញចុះមកដល់ចំណុចហ្នឹងហើយវាឡើងទៅវិញអញ្ចឹងយើងអាចសន្និដ្ឋានបានថា zone មួយហ្នឹងគឺជា zone អាចបញ្ជាទិញបានឬក៏យើងអាចហៅមួយទៀតគេហៅថា support zone បាទអញ្ចឹងនៅពេលដែលយើងដឹងថាកន្លែងហ្នឹងវាតែងតែមកដល់ប៉ះកន្លែងហ្នឹងហើយវាឡើងទៅវិញអញ្ចឹងយើងព្យាយាមចាំដាក់បញ្ជាទិញនៅកន្លែងហ្នឹងដោយយើងហៅថាកន្លែងហ្នឹងគឺជាកន្លែង support នៅពេលដែលវាប៉ះ support ហើយវានឹងឡើងទៅលើវិញបាទអញ្ចឹងលក្ខណៈដែលយើងអាចទិញបានគឺយើងមើលទៅលើទម្រង់បែបហ្នឹងឯងមិញយើងមើលពីទម្រង់វាត្រង់ចុះបើសិនជាក្រាបវាមូលអត់ត្រង់ទេវាកំពុងតែដើរ trend ឡើងអញ្ចឹងតែយើងអាចគូសបន្ទាត់សម្រាប់ buying zone ឬក៏កន្លែង zone ដែលបញ្ជាទិញហ្នឹងដោយរបៀបណា
បាទយើងមើល graph នេះវាកំពុងតែឡើងមានន័យថា trend របស់វាកំពុងតែឡើងអញ្ចឹងបើសិនជាកំពុងឡើងអញ្ចឹងយើងមើលលក្ខណៈសន្តានបើសិនជាមាន graph ស្តៀងហ្នឹងយើងអាចគូសបន្ទាត់មួយយើងបើសិនជាយើងឃើញថាវាមកដល់ចំណុចណាមួយវាឡើងហើយអឺវាតែងតែឡើងទៅវិញនៅពេលដែលវាចុះមកដល់ចំណុចណាឡើងទៅវិញយើងគូសបន្ទាត់វាមួយហើយបើសិនជាយើងអាចរកចំណុចដែលវាប៉ះទៅនឹងបន្ទាត់នឹងច្រើនដូចគ្នាយើងអាចសន្និដ្ឋានថា trend របស់វាឡើងហើយនៅពេលដែលវាប៉ះនៅចំណុចបន្ទាត់ដែលយើងគូសហ្នឹងវាអាចនឹងឡើងបន្តទៅទៀតដោយសារអឺចំណុចដែលវាឡើងបន្ទាប់ពីចុះហើយវាឡើងខ្ពស់ជាងចំណុចរាល់ដងអញ្ចឹងហើយយើងដឹងថា trend នេះគឺជា trend up trend ឡើងអញ្ចឹងយើងអាចរកទីតាំងសម្រាប់ការបញ្ជាទិញបានអូខេទាំងនេះគឺជាចំណុចសង្ខេបពាក់ព័ន្ធទៅនឹង technical ដែលយើងអាចវិភាគបានយើងអាចសិក្សាបានអំពីទិន្នន័យនៃ data ដែលយើងមុននឹងចូល trade យើងគួរតែមើលហើយយើងអាចគូ support resistance buy zone ឬក៏ selling zone អញ្ចឹងជំហានបន្ទាប់ទៀតយើងអាចសិក្សាបន្ថែមទៀតពាក់ព័ន្ធទៅនឹងមូលដ្ឋាននៃការវិភាគបាទដើម្បីយើងអាចធ្វើឲ្យវាមានសុក្រឹតភាពកាន់តែខ្ពស់យើងគួរតែវិភាគផងយើងវិភាគទាំងទិន្នន័យយើងវិភាគទាំងអឺ graph យើងវិភាគទាំងព័ត៌មានយើងវិភាគសេដ្ឋកិច្ចអីផ្សេងហ្នឹងគឺវាមានបញ្ចូលគ្នាទាំងអស់ទើបការសន្និដ្ឋានរបស់យើងវាមានកម្រិតត្រូវច្រើនជាងខុសអូខេតើកត្តាអីខ្លះដែលវាមានផលប៉ះពាល់ឬក៏មានឥទ្ធិពលទៅលើទីផ្សារមាសបាទយើងដឹងហើយថាមាសវាមានកត្តាជាច្រើនដែលចូលរួមធ្វើឲ្យទីផ្សារមាសមានបំរែបំរួលឡើងឬក៏ចុះទីមួយយើងមើលទៅលើគោលនយោបាយធនាគារកណ្ដាលដែលភាគច្រើនគេហៅថា Federal Reserve ធនាគារកណ្ដាលនេះគឺសំដៅទៅលើធនាគារកណ្ដាលរបស់អាមេរិកក៏ប៉ុន្តែក៏មានទាំងធនាគារកណ្ដាលរបស់អឺរ៉ុបធនាគារកណ្ដាលរបស់អង់គ្លេសនិងប្រទេសធំដែលមានសេដ្ឋកិច្ចធំនៅលើពិភពលោកធនាគារទាំងកណ្ដាលទាំងអស់ហ្នឹងហើយដែលមានឥទ្ធិពលនៅពេលដែលគេផ្លាស់ប្ដូរអត្រាការប្រាក់នៅក្នុងប្រទេសគេនីមួយៗវាធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃមាសនៅលើទីផ្សារបាទអញ្ចឹងធនាគារកណ្ដាលនៃសហរដ្ឋអាមេរិកគេហៅថា The Fed ឬក៏គេហៅថា Federal Reserve Bank អញ្ចឹងនៅពេលដែលធនាគារកណ្ដាលតម្លើងការប្រាក់ធ្វើឲ្យតម្លៃមាសវាហាក់បីដូចជាមានតម្រូវការតិចជាងមុនបាទកាលណាដែលមានតម្រូវការតិចវាធ្វើឲ្យតម្លៃវានឹងមានភាពចុះថយបន្តិចដែរនេះគឺជាភាពទំនាក់ទំនងគ្នារវាងធនាគារកណ្ដាលហើយនិងទីផ្សារមាសក៏ដូចគ្នាផងដែរបើសិនជាធនាគារកណ្ដាលចាប់ផ្ដើមទម្លាក់ការប្រាក់ហើយទីផ្សារមាសនឹងមានតម្រូវការទិញច្រើនជាងមុនធ្វើឲ្យតម្លៃមាសហ្នឹងវានឹងកើនច្រើនជាងមុនមានន័យថាបើសិនជាធនាគារកណ្ដាលសម្រេចចិត្តថាបញ្ចុះការប្រាក់អញ្ចឹងភាពទាក់ទាញរបស់អតិថិជនរបស់អ្នកវិនិយោគគេគិតថាសេដ្ឋកិច្ចមិនសូវល្អគេត្រូវការទិញដកលុយដើម្បីទៅទិញយកមាសមកទុកតម្កល់ដើម្បីកុំឲ្យតម្លៃលុយវាធ្លាក់ចុះទៅវិញអញ្ចឹងវាមានកត្តាច្រើនផ្សេងទៀតដែលយើងត្រូវតែមើលផងដែរមុននឹងយើងចូលទីផ្សារអូខេអញ្ចឹងយើងគួរតែមើលទៅលើ Federal Reserve របស់ធនាគារកណ្ដាលរបស់អាមេរិកក៏ដូចជាធនាគារកណ្ដាលរបស់សហគមន៍អឺរ៉ុបហើយនិងធនាគារកណ្ដាលធំដទៃផ្សេងជាច្រើនទៀតនៅក្នុងពិភពលោកហើយអ្វីដែលយើងគួរតែតាមដាននោះគឺនៅពេលដែលមានដូចជាសន្ទរកថាឬក៏ការប្រជុំ minute meeting អីផ្សេងហើយឬក៏ការធ្វើសេចក្តីសម្រេចចិត្តទាក់ទងទៅនឹងអត្រាការប្រាក់គឺទាំងអស់នឹងហើយវាធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃទីផ្សារមាសផងដែរអញ្ចឹងនេះខ្ញុំឲ្យប្រភពដែលបងប្អូនអាចតាមដានបានគឺពាក់ព័ន្ធទៅនឹង FOMC calendar បាទ FOMC calendar បងប្អូនតាក់ទង
បើកទៅក្នុង website របស់ FOMC បងប្អូនអាច check នៅក្នុង calendar ថាតើពេលណាគេមានប្រជុំឬក៏ពេលណាគេមានថ្លែងសន្និកថារបស់ប្រធានធនាគារកណ្ដាលទាំងអស់ហ្នឹងយើងអាចតាមដានបានព័ត៌មានទាំងអស់ហ្នឹងកម្លាំងនៃដុល្លារគឺជាចំណុចមួយទៀតដ៏សំខាន់ដែលយើងត្រូវតែយកចិត្តទុកដាក់ពីព្រោះដុល្លារគឺជារូបិយប័ណ្ណមួយដែលគេយកទៅដោះដូរមាសនិយាយខ្លីទៅមាសលក់គិតជាតម្លៃដុល្លារលក់ទៅទិញហ្នឹងគឺគិតជាតម្លៃដុល្លារអញ្ចឹងវាមានសារៈសំខាន់ណាស់ដែលយើងត្រូវដឹងអំពីកម្លាំងរបស់លុយដុល្លារបាទបើសិនជាលុយដុល្លារវាមានអឺការឡើងថ្លៃមានន័យថាលុយដុល្លារឡើងថ្លៃវាធ្វើឲ្យទីផ្សារមាសជាទូទៅបើសិនជាមិនមានហេតុផលអីផ្សេងទៀតទេវានឹងធ្លាក់ចុះផ្ទុយទៅវិញបើសិនជាលុយដុល្លារចុះថ្លៃអញ្ចឹងតម្លៃមាសនឹងកើនឡើងនេះគឺជាទស្សនវិជ្ជារួមមួយប្រសិនបើมันមានហេតុការណ៍អីធំៗឬក៏มันមានតម្រូវការអីដ៏ធំបំរែបំរួលទូទាំងពិភពលោកទេគឺពាក់ព័ន្ធទៅនឹងលុយដុល្លារគឺវាមានទំនាក់ទំនងគ្នាបែបនេះឯងបាទអតិផរណាគឺជាទិន្នន័យមួយដែលយើងគួរតែចាប់អារម្មណ៍ផងដែរដោយសារជាទូទៅមាសគេតែងតែយកមាសជាឧបករណ៍សម្រាប់ទប់ទល់ទៅនឹងអតិផរណាមានន័យថាប្រសិនបើអតិផរណាវាឡើងធ្វើឲ្យតម្រូវការមាសនឹងធ្លាក់ចុះផ្ទុយទៅវិញបើសិនជាអតិផរណានឹងធ្លាក់ចុះនឹងតម្រូវការមាសនឹងកើនឡើងធម្មតានៅពេលដែលតម្រូវការកើនឡើងតម្លៃក៏ឡើងថ្លៃហើយបើសិនជាតម្រូវការធ្លាក់ចុះតម្លៃក៏វាធ្លាក់ចុះផងដែរអូខេឥឡូវយើងមើលកត្តាផ្សេងៗទៀតគឺយើងមើលទៅលើ CPI CPI នេះគេហៅថា Consumer Price Index ដែលខ្ញុំប្រែនេះមកពី Google ទៅខុសត្រូវសូមកុំប្រកាន់មានន័យសន្ទុះតម្លៃអ្នកប្រើប្រាស់បាទយើងមើលថាសន្ទុះតម្លៃអ្នកប្រើប្រាស់ហ្នឹងគឺយើងមើលតើការអ្នកប្រើប្រាស់ហ្នឹងក៏មានការស្ទុះឡើងឬក៏ថយចុះអីផ្សេងៗហ្នឹងឯងគេហៅថា Consumer Price Index ទី2គឺពាក់ព័ន្ធទៅនឹង PPI Producer Price Index បាទសន្ទុះតម្លៃអ្នកផលិតបាទតែមានការប្រើប្រាស់អញ្ចឹងទៅមើលអ្នកផលិតដែលផលិតតន់ទី3គឺពាក់ព័ន្ធទៅនឹង Core PCE បាទគឺការចំណាយទៅលើការប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗនៅក្នុងស្រុកបាទព័ត៌មានទាំងអស់ហ្នឹងក៏មានចំណុចសំខាន់នៅក្នុងទីផ្សារមាសផងដែរយើងឃើញថានៅពេលដែលព័ត៌មានទាំងអស់ហ្នឹងវាចេញម្ដងវាធ្វើឲ្យមានការប្រែប្រួលនៃតម្លៃមាសហ្នឹងយ៉ាងច្រើននៅក្នុងទីផ្សារបាទខ្ញុំនឹងបង្ហាញបងប្អូនបន្ថែមទៀតថាតើមើលរបៀបម៉េចទើបយើងអាចសន្និដ្ឋានបានថាវាឡើងឬក៏ចុះអញ្ចឹង core CPI PPI ហើយនឹងក៏ដូចជា core PCE ជាដើមហ្នឹងតើបើសិនជានឹងឡើងឬក៏វាចុះតើវាប៉ះពាល់យ៉ាងម៉េចទៅលើតម្លៃមាសខ្ញុំនឹងប្រាប់បងប្អូនថែមទៀតគ្រាន់តែថានៅពេលនេះចង់ណែនាំឲ្យបងប្អូនតាមដានទៅព័ត៌មានទាំងអស់ហ្នឹងព្រោះអីវាសំខាន់សម្រាប់យើងដែលជាអ្នក trade បាទអញ្ចឹងកុំភ្លេចបងប្អូនតាមដានព័ត៌មានហ្នឹងអូខេចំណុចមួយទៀតដែលយើងគួរតែមើលផងដែរគឺពាក់ព័ន្ធទៅនឹងgeopolitical tensions មានន័យថាភាពតានតឹងនៅលើពិភពលោកយើងមើលថាឥឡូវហ្នឹងវាមានភាពតានតឹងជាច្រើនក៏ដូចជាសង្គ្រាមដែលកំពុងតែកើតឡើងហើយនឹងភាពតានតឹងរវាងចិននិងអាមេរិកក៏ដូចជាសង្គ្រាមដែលកំពុងតែកើតឡើងនៅរុស្ស៊ីជាមួយនឹងអ៊ុយក្រែនដូចជាអ៊ីស្រាអែលដែលកំពុងតែធ្វើសឹកជាមួយនឹងពួកហាម៉ាស់នៅកាហ្សាអីជាដើមហ្នឹងគឺវាមានផលប៉ះពាល់ទៅក្នុងទីផ្សារមាសផងដែរបាទអញ្ចឹងកុំភ្លេចបងប្អូនតាមដានហេតុការណ៍ធំៗដែលកើតឡើងនៅលើពិភពលោកយើងឃើញថាមួយរយៈនេះគ្រាន់តែសង្គ្រាមអ៊ុយក្រែនជាមួយនឹងរុស្ស៊ីវាមានផលប៉ះពាល់មិនត្រឹមតែមាសទេវាប៉ះពាល់ទាំងសេដ្ឋកិច្ចវាប៉ះពាល់ទាំងតម្លៃប្រេងតម្លៃអីវ៉ាន់និងតម្លៃដឹកជញ្ជូនមួយចំនួនធំអញ្ចឹងហើយគឺសំខាន់ណាស់បងប្អូនហេតុការណ៍ធំនៅលើពិភពលោកហ្នឹងកុំភ្លេចតាមដានវាឲ្យបានច្រើនដោយសារហេតុការណ៍ទាំងអស់ហ្នឹងក៏វាមានផលប៉ះពាល់
យកច្រើនជាមួយនឹងមាសដែរជាទូទៅនៅពេលដែលមានសង្គ្រាមកើតឡើងគេតែងតែទិញមាសដើម្បីទុកព្រោះអីនៅពេលដែលសង្គ្រាមកើតឡើងការវិនិយោគអីផ្សេងៗហ្នឹងមានការរាំងស្ទះចឹងហើយបានគេនាំគ្នាទិញមាសយកទៅទុកអញ្ចឹងកាលណាតែមានតម្រូវការមាសច្រើនធ្វើឲ្យមាសហ្នឹងឡើងថ្លៃដែរបាទអញ្ចឹងហេតុអីបានគេចូលចិត្តទិញមាសយកទៅទុកម្លេះបាទមាសគឺជាវត្ថុដ៏មានតម្លៃមួយដែលគេគិតថាបើសិនជាទិញមាសនឹងមានសុវត្ថិភាពបើទោះបីជាប្រទេសមានសង្គ្រាមប៉ុន្តែលុយរបស់គេនឹងមិនមានការបាត់បង់ទេអញ្ចឹងហើយបានជាពិសេសនៅក្នុងពេលដែលមានសង្គ្រាមក៏ដូចជានៅក្នុងពេលដែលនយោបាយមានការប្រែប្រួលមិនទៀងទាត់នៅក្នុងប្រទេសនីមួយៗក៏ដូចជានៅក្នុងពេលដែលមានបញ្ហាសេដ្ឋកិច្ចហើយនឹងបញ្ហាប្រធានសកកើតឡើងធំយើងមើលដូចជា COVID ដូចជាជំងឺកើតឡើងដែលប៉ះពាល់ទៅដល់សេដ្ឋកិច្ចទូទាំងពិភពលោកគឺបញ្ហាទាំងអស់ហ្នឹងហើយដែលធ្វើឲ្យអ្នកវិនិយោគងាកទៅទិញមាសដើម្បីយកមកទុកព្រោះអីនៅក្នុងពេលដែលមានបញ្ហាទាំងអស់ហ្នឹងគឺការវិនិយោគនឹងមានការរាំងស្ទះឬក៏មានការខាតបង់អញ្ចឹងគេមិនចង់ឲ្យខាតបង់លុយច្រើនក៏ទិញមាសយកទៅតម្កល់ទុកកន្លែងណាមួយដើម្បីមានសុវត្ថិភាពទៅព្រោះអីមាសតែងតែមានតម្លៃជានិច្ចគ្រប់ប្រទេសគេឲ្យតម្លៃមាសទូទាំងពិភពលោកគឺមាសជាវត្ថុដែលមានតម្លៃជាវត្ថុកម្រមួយដែលមានតម្លៃដែលគេអាចទុកចិត្តបាននៅពេលដែលមានភាពវឹកវរកើតឡើងធ្វើឲ្យមានការអឺទិញមាសកាន់តែច្រើនព្រោះអីនៅពេលដែលមានភាពមិនច្បាស់លាស់ឬក៏មានភាពដែលគេមិនអាចគ្រប់គ្រងបានសន្និដ្ឋានថាវាជាឧបសគ្គជាគ្រោះថ្នាក់សម្រាប់ការវិនិយោគភាគច្រើនអ្នកវិនិយោគគឺតែងតែយកលុយទៅទិញមាសដើម្បីតម្កល់ទុកនេះហើយគឺជាមូលហេតុដែលធ្វើឲ្យមាសឡើងថ្លៃយើងឃើញថានៅក្នុងសង្គ្រាមអ៊ុយក្រែនជាមួយនឹងរុស្ស៊ីធ្វើឲ្យមួយរយៈហ្នឹងមាសឡើងថ្លៃយ៉ាងច្រើននៅក្នុងសង្គ្រាមរបស់អ៊ុយក្រែនជាមួយនឹងរុស្ស៊ីហ្នឹងក៏ដូចជាសង្គ្រាមនៅ Middle East នៅអាស៊ីកណ្ដាលហើយនឹងសង្គ្រាមត្រជាក់គេហៅថាសង្គ្រាមសេដ្ឋកិច្ចរវាងប្រទេសអាមេរិកជាមួយនឹងប្រទេសចិនជាដើមលក្ខណៈហ្នឹងគឺធ្វើឲ្យមាសឡើងថ្លៃជាគំហុកក្នុងរយៈពេលប្រមាណ1ឆ្នាំចុងក្រោយនេះពាក់ព័ន្ធទៅនឹងកត្តាមួយទៀតគឺពាក់ព័ន្ធនឹងកត្តា supply demand មានន័យថាការផ្គត់ផ្គង់និងតម្រូវការបាទយើងឃើញថាពាក់ព័ន្ធទៅនឹងការប្រើប្រាស់មាសជាលក្ខណៈអឺគ្រឿងអលង្ការក្តីជាលក្ខណៈវិនិយោគទៅលើមាសដុំសាច់មាសជាដើមហើយនឹងកាក់មាសដែលធ្វើពីមាសជាដើមហ្នឹងគឺតម្រូវការអស់ហ្នឹងគេហៅថាតម្រូវការលក្ខណៈphysical goal មានន័យថាតម្រូវការមាសជារូបរាងជាក់លាក់ដែលយើងអាចមើលឃើញជាក់ស្ដែងនៅលើទីផ្សារតម្រូវការទាំងអស់ហ្នឹងក៏ធ្វើឲ្យមានការឡើងថ្លៃនៅលើទីផ្សារផងដែរមួយទៀតពាក់ព័ន្ធទៅនឹងភាពទំនាក់ទំនងគ្នារវាងតម្រូវការហើយនិងការផ្គត់ផ្គង់នេះប្រសិនបើការផ្គត់ផ្គង់តិចតម្រូវការច្រើនតម្រូវការនៃការប្រើប្រាស់នឹងច្រើនក៏ធ្វើឲ្យមាននឹងឡើងថ្លៃផ្ទុយទៅវិញបើសិនជាការផលិតការផ្គត់ផ្គង់នឹងវាមានច្រើនហើយតម្រូវការធ្លាក់ចុះធ្វើឲ្យមាសហ្នឹងក៏វាធ្លាក់ថ្លៃទៅតាមនឹងដែរបាទបងប្អូនចាំនៅចំណុចអស់នេះណាក្រៅពីតម្រូវការមាសជាលក្ខណៈរូបរាងជាក់ស្ដែងក៏មានលក្ខណៈមួយទៀតគឺគេហៅថា ETF demand ETF demand នេះគឺជាទម្រង់បែបបទមួយដែលគេយកមាសទៅតម្កល់ហើយគេលក់ដូរទីផ្សារហ្នឹងដោយពឹងផ្អែកទៅលើមាសគេហៅ gold back មានន័យថាទៅលើទំហំសាច់មាសដែលគេមានអញ្ចឹងគេមានសាច់មាសក៏ពិតប្រាកដនៅទីតាំងណាមួយហើយគេយកតែទិន្នន័យទាំងអស់ហ្នឹងមកលក់ដូរនៅក្នុងទីផ្សារ ETF
បាទអញ្ចឹងបើសិនជាតម្រូវការហ្នឹងកាន់តែច្រើនអ្នកទិញពាក់ព័ន្ធ ETF ហ្នឹងកាន់តែច្រើនគឺក៏ធ្វើឲ្យបរិមាណតម្រូវការមាសតម្លៃមាសក៏ឡើងថ្លៃតាមហ្នឹងក៏ដូចជាការផលិតមាសយើងឃើញថាការផលិតជាក់ស្ដែងមាសការដែលធ្វើរ៉ែមាសការផលិតមាសអីជាដើមហ្នឹងបើសិនជាមានការផលិតច្រើនមាសអាចនឹងធ្លាក់ចុះថ្លៃក៏ប៉ុន្តែបើសិនជាការផលិតហ្នឹងវាមិនគ្រប់គ្រាន់ទៅនឹងតម្រូវការទេបាទដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងវានឹងធ្វើឲ្យមាសឡើងថ្លៃបើសិនជាតម្រូវការវាច្រើនជាងការផ្គត់ផ្គង់បាទអូខេយើងសង្ខេបឡើងវិញទៅលើព្រឹត្តិការណ៍សំខាន់ក៏ប៉ុន្តែមុននឹងសង្ខេបឡើងវិញខ្ញុំសូមជម្រាបជូនពាក់ព័ន្ធទៅនឹងព័ត៌មានមួយទៀតដែលយើងត្រូវផ្ដោតអារម្មណ៍លើគឺ Non-Farm Payroll បាទ Non-Farm Payroll នេះគឺសំដៅទៅលើការងារដែលបានបង្កើតឡើងដែលមិនរាប់បញ្ចូលទាំងបុគ្គលិកមន្ត្រីរាជការអ្នកស្រែចម្ការរួមទាំងបុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាលទេអញ្ចឹង Non-Farm Payroll នេះគឺសំដៅទៅលើការងារដែលបង្កើតថ្មីថ្មីអញ្ចឹងនៅពេលដែលវាកើតឡើងថាតើហេតុអីដែលវាសំខាន់ចំពោះអឺទីផ្សារមាសយើងវាសំខាន់ដោយសារតែនៅពេលដែលមានការងារច្រើនកើតឡើងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសឧទាហរណ៍ប្រទេសអាមេរិកចុះវានឹងមានការកើនឡើងអញ្ចឹងក៏វាមានភាពល្អប្រសើរសម្រាប់លុយដុល្លារមានន័យថាលុយដុល្លារវានៅពេលដែលសេដ្ឋកិច្ចល្អតម្លៃលុយរបស់វាក៏ឡើងថ្លៃជាងមុនដែរអញ្ចឹងធ្វើឲ្យអ្នកវិនិយោគគេចាប់ផ្ដើមអឺបដកលុយពីការទិញមាសមកក៏គេយកទៅទិញ stock ទិញភាគហ៊ុនអីផ្សេងជាដើមបាទនេះហើយគឺជាតំណែងតំណងគ្នារវាង Non-Farm Payroll ហើយនិងទីផ្សារមាសថាតើហេតុអីបានជាវាពាក់ព័ន្ធទៅនឹងអឺទីផ្សារតម្លៃទីផ្សាររបស់មាសផងដែរអូខេអញ្ចឹងបន្តទៀតយើងមើលទៅលើអឺ CPI ក៏ដូចជា PPI ថាហេតុអីបានជាវាសំខាន់ដែលយើងត្រូវតាមដានជាទូទៅ CPI ហើយនិង PPI នេះវាពាក់ព័ន្ធទៅនឹងគេហៅថាអតិផរណាអឺតម្លៃនៃអតិផរណាវាឡើងឬក៏វាចុះនៅពេលដែល CPI និង PPI នឹងឡើងថាតើអតិផរណានឹងឡើងឬក៏ចុះវាមានការទំនាក់ទំនងគ្នាអញ្ចឹងហើយទើបយើងគួរតែតាមដានទិន្នន័យទាំងពីរហ្នឹង មួយទៀតក៏ដូចគ្នាផងដែរពាក់ព័ន្ធទៅនឹង the Fed rate decision មានន័យថាសេចក្តីសម្រេចទៅលើអត្រាការប្រាក់របស់ធនាគារកណ្ដាលដោយសារធនាគារកណ្ដាលគឺជាប្រភពមួយដ៏សំខាន់ជាចំហមួយដ៏សំខាន់សម្រាប់ប្រទេសធំៗនៅលើពិភពលោកអញ្ចឹងនៅពេលដែលមានការប្រែប្រួលពាក់ព័ន្ធទៅនឹងអត្រាការប្រាក់ធ្វើឲ្យវាមានផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចជារួមរបស់ប្រទេសនីមួយៗនៅធនាគារអឺដែលឈរជើងហ្នឹងអញ្ចឹងពាក់ព័ន្ធទៅនឹងការអឺផលប៉ះពាល់ទៅលើអត្រាការប្រាក់មួយចំនួនធនាគារកណ្ដាលគឺមានសិទ្ធិសម្រេចថាតើតម្លើងឬក៏ទម្លាក់អត្រាការប្រាក់នៅពេលដែលតម្លើងវាប៉ះពាល់យ៉ាងម៉េចហើយនៅពេលទម្លាក់វាប៉ះពាល់យ៉ាងម៉េចខ្ញុំនឹងបញ្យល់បងប្អូនបន្ថែមទៀតនៅវីដេអូពេលក្រោយក៏ដូចគ្នាផងដែរជាមួយនឹងISM និង PMI បាទព័ត៌មានទាំងអស់ហ្នឹងដែលបងប្អូន search បន្ថែមនៅខ្លួនឯងដោយសារខ្ញុំមិនចង់ចំណាយពេលច្រើនខ្ញុំក៏តែបង្ហាញថាបងប្អូនគួរតែមើលព័ត៌មានអ្វីខ្លះហើយភាគច្រើនខ្ញុំអត់ប្រែទេដោយសារព័ត៌មានទាំងអស់ហ្នឹងគឺมันមានប្រែជាភាសាខ្មែរទេបងប្អូនអាចមើលជាភាសាអង់គ្លេសបានហើយវាមានចំណុចសង្ខេបខ្លីៗចាំខ្ញុំបរៀនឲ្យបងប្អូនមើលពីរបៀបដែលមើលសង្ខេបខ្លីៗបើបងប្អូនមិនចេះភាសាក៏អាចមើលយល់ដែរអញ្ចឹងខ្ញុំនឹងធ្វើជាវីដេអូមួយបន្ថែមទៀតតើមើលព័ត៌មានទាំងអស់ហ្នឹងដោយរបៀបណាបើសិនជាបងប្អូនមិនចេះភាសាអង់គ្លេសបាទដូចគ្នាទាំងផងដែរចំពោះ Gold ETF អញ្ចឹងអឺព័ត៌មានទាំងអស់ហ្នឹងវាសិតជាមានផលប៉ះពាល់ជាពិសេសទៅលើសេដ្ឋកិច្ចជារួមកាលណាមានផលប៉ះពាល់សេដ្ឋកិច្ចហើយនឹងពាក់ព័ន្ធទៅនឹងអតិផរណាពាក់ព័ន្ធទៅនឹងការវិនិយោគពាក់ព័ន្ធទៅនឹងអឺភាពប្រែបំរួលនៃនយោបាយសេដ្ឋកិច្ចជាដើមហ្នឹង
អញ្ចឹងទាំងអស់ហ្នឹងហើយដែលធ្វើឲ្យអ្នកវិនិយោគងាកទៅរកមាសជាជាងអឺវិនិយោគទៅលើការវិនិយោគផ្សេងៗ អូខេ Central Bank Gold Reserve បាទជាទូទៅពាក់ព័ន្ធទៅនឹង Central Bank នៅពេលដែលគេអឺ print លុយឬក៏ផលិតលុយថ្មីអីគេតែងតែយកមាសទៅតម្កល់អញ្ចឹងហើយទៅវាពាក់ព័ន្ធគោលការណ៍របស់ធនាគារកណ្ដាលអីវាតែងតែពាក់ព័ន្ធណែនាំគ្នាជាមួយនឹងទីផ្សារមាសផងដែរបាទអញ្ចឹងបើសិនជាមានតម្រូវការក្នុងការស្រោចស្រង់សេដ្ឋកិច្ចរបស់ប្រទេសណាមួយនោះគឺគេតែងយកមាសទៅតម្កល់ដើម្បីនឹងបោះពុម្ពលុយបន្ថែមអញ្ចឹងហើយធ្វើឲ្យតម្លៃលុយធ្លាក់ចុះរីឯតម្លៃមាសនឹងកើនឡើងអូខេអឺខ្ញុំនឹងលើកឧទាហរណ៍ឲ្យបងប្អូនបានងាយយល់អំពីតើវាពាក់ព័ន្ធរបៀបម៉េចរវាងមូលដ្ឋានសេដ្ឋកិច្ចទាំងអស់ហ្នឹងជាមួយនឹងទីផ្សារមាសបាទឥឡូវយើងឧទាហរណ៍4ចំណុចទី1គឺពាក់ព័ន្ធទៅនឹងឧទាហរណ៍ថាអតិផរណានៃសហរដ្ឋអាមេរិកវាឡើងច្រើនជាងការរំពឹងទុកបាទទី1ទី2គឺមានសញ្ញាអំពីធនាគារកណ្ដាលដែលធនាគារកណ្ដាលអាចនឹងអឺរក្សានៅការដំឡើងអត្រាការប្រាក់នៅដដែលមានន័យថាធនាគារកណ្ដាលអាចនឹងរក្សាការប្រាក់នៅដដែលទី3គឺមានន័យថាលុយដុល្លាររបស់អាមេរិកចាប់ផ្ដើមមានដំហុយចុះមានន័យចាប់ផ្ដើមមានការធ្លាក់ថ្លៃទី4រុស្ស៊ីចាប់ផ្ដើមបង្កើនសង្គ្រាមជាមួយនឹងអ៊ុយក្រែនបាទឥឡូវបើសិនជាមានការហេតុការណ៍ទាំង4នេះកើតឡើងថាតើវាប៉ះពាល់យ៉ាងម៉េចទៅដល់តម្លៃមាសបាទខ្ញុំសូមបញ្ជាក់ម្ដងទៀតទី1បើសិនជាមានអតិផរណានៃសហរដ្ឋអាមេរិកហ្នឹងវាកើនឡើងច្រើនជាងការរំពឹងទុកទី2មានសញ្ញានៅពីធនាគារកណ្ដាលថាមិនដំឡើងការប្រាក់ទេរក្សាការប្រាក់នៅដដែលហើយទី3គឺមានន័យថាលុយដុល្លារចាប់ផ្ដើមធ្លាក់ថ្លៃទី4សង្គ្រាមរវាងរុស្ស៊ីហើយនិងអ៊ុយក្រែននៅតែបន្តអញ្ចឹងវាជាសញ្ញាមួយដែលបង្ហាញឲ្យឃើញថាមាសអាចនឹងឡើងថ្លៃបន្តទៅទៀតអញ្ចឹងបើសិនជាយើងដឹងថាសញ្ញានេះមាសអាចនឹងឡើងថ្លៃវាគឺជាឱកាសមួយសម្រាប់យើងដែលជាអ្នក trader គួរតែទិញបាទជាឱកាសមួយសម្រាប់យើងគួរតែទិញបើទោះបីជាយើង trade scalping ក៏ដោយមានន័យថាបើសិនជាយើងមើលទៅនាទីខ្លីៗពេលខ្លះយើងគួរតែអឺចាំទិញច្រើនជាងចាំ sell scalp buy ល្អជាង position sell ព្រោះអីបើសិនជានៅពេលដែលវាឡើងវានឹងអាចឡើងខ្លាំងបើសិនជាវាចុះវាក៏នៅ retracement បន្តិចបន្តួចអញ្ចឹងណាអញ្ចឹងបើសិនជាកំសួលនៃការឡើងវាច្រើនជាងកំសួលនៃការចុះបាទបើសិនជាយើងជាអ្នក scalper យើង hold position មួយមានន័យថាយើងចាំត្រង់តបាយយកនៅពេលដែលវាចុះមក position ណាដែលយើងគួរតបាយយើង scalp ខ្លីៗបាយទៅព្រោះអីនៅពេលដែលវាឡើងខ្លាំងយើងវាមិនមានហានិភ័យច្រើនសម្រាប់ការវិនិយោគរបស់យើងអូខេអញ្ចឹងអូខេអញ្ចឹងការប្រើប្រាស់ technical ជាមួយនឹងមូលដ្ឋាននៃការវិភាគអឺយើងគួរតែប្រើទាំងអស់ហ្នឹងរួមបញ្ចូលគ្នាទៅមានប្រសិទ្ធភាពនៅក្នុងការវិភាគបាទមានយើងដឹងហើយថាយើងត្រូវតែរក zone support and resistance ដែលយើងនិយាយងាយស្ដាប់ទៅគឺរក zone ទិញហើយនិង zone លក់ទី1យើងគូស zone វាមកជា zone ទិញមួយជា zone លក់មួយទី2គឺយើងមើលទៅលើទម្រង់នៃ candlestick មានន័យថា candlestick ខ្លះគេមានទម្រង់ជាdouble bottom ឬក៏ double top អីជាដើមហ្នឹងឬក៏ triangle ឬក៏ butterfly អីអញ្ចឹងវាមានទម្រង់ផ្សេងៗទៀតចំណែកឯទម្រង់អស់ហ្នឹងខ្ញុំនឹងធ្វើវីដេអូមួយពិស្ដារអំពីទម្រង់នៃ candlestick pattern បាទអញ្ចឹងមួយវិញទៀតគឺពាក់ព័ន្ធទៅនឹងគេហៅថា indicator នៅក្នុង indicator បងប្អូនណាដែលចេះប្រើក៏ដឹងហើយប៉ុន្តែបើបងប្អូនណាមិនចេះប្រើខ្ញុំនឹងធ្វើវីដេអូនឹងបន្ថែមទៀតបាទដូចជាអឺ
RSI ហើយនិង MACD គឺជា indicator ដែលពេញនិយមគេប្រើច្រើនជាងគេបាទហើយក៏វាមានអឺប្រសិទ្ធភាពច្រើនសម្រាប់អ្នក trade ផងដែរជំនួយច្រើនដល់ trader យើងបាទអញ្ចឹងយើងcombine technical ទាំងអស់ហ្នឹងជុំគ្នាទើបការសន្និដ្ឋានរបស់យើងវាមានប្រសិទ្ធភាពខ្ពស់អញ្ចឹងខ្ញុំចង់សង្ខេបឡើងវិញទី1គឺពាក់ព័ន្ធទៅនឹងបងប្អូនគួរតែតាមដានទៅលើព័ត៌មានដូចជាព័ត៌មានហេតុការណ៍ធំៗនៅលើពិភពលោកសង្គ្រាមក្តីសង្គ្រាមត្រជាក់ក្តីសង្គ្រាមពាណិជ្ជកម្មក្តីបងប្អូនតាមដានព័ត៌មានអស់ហ្នឹងហើយនឹងយកមកវិភាគថាតើវាល្អសម្រាប់មាសឬក៏មិនល្អយ៉ាងណានោះគឺទៅលើការវិភាគរបស់បងប្អូនទី2គឺពាក់ព័ន្ធទៅនឹងcalendar សេដ្ឋកិច្ចមានន័យថានៅក្នុងcalendar សេដ្ឋកិច្ចគេមានបង្ហាញថាថ្ងៃណាគេព័ត៌មានអីថ្ងៃណាមានព័ត៌មានអីកើតឡើងពេលណាអញ្ចឹងយើងអាចតាមដាននៅក្នុង economic calendar នៅក្នុង website មានបងប្អូនអាចចូលនៅក្នុង website បានឬក៏ search នៅក្នុង Google ក៏មានគេបង្ហាញនៅក្នុង website ឲ្យមើលពិស្ដារផងដែរហើយទី3គឺពាក់ព័ន្ធទៅនឹងការគ្រប់គ្រងអារម្មណ៍របស់បងប្អូនភាគច្រើនទាំង technical ក្តីទាំង indicator ក្តីគឺមានប្រសិទ្ធភាពច្រើនពាក់ព័ន្ធទៅនឹងអ្នក trade long term ឬក៏ medium អីចឹងទៅប៉ុន្តែมันសូវមានប្រសិទ្ធភាពសម្រាប់អ្នកscalping ឬក៏ trade ខ្លីៗទេដោយសារវាតែងតែតម្រូវឲ្យអ្នក trade ហ្នឹងគាត់មើលទៅលើ long term ច្រើនជាងពេលខ្លីៗបើដោយសារខ្លីៗវាមានការប្រែប្រួលច្រើនពេកដែលมันអាចសន្និដ្ឋានបានមុនអូខេអញ្ចឹងនៅពេលដែលយើងយល់អំពីចំណុចទាំងអស់ហ្នឹងហើយជាទូទៅយើងដឹងហើយថាមាសវាតែងតែបំរែបំរួលopposite គ្នាមានតែផ្ទុយគ្នាជាមួយនឹង stock ឬក៏លុយដុល្លារបាទអញ្ចឹងយើងតាមដានមើល stock ផងដែរ stock របស់អាមេរិកជាពិសេសហើយនឹងលុយដុល្លារបើសិនជា stock ឡើងលុយដុល្លារឡើងធ្វើឲ្យមាសអាចនឹងធ្លាក់ចុះទី2វិញបើសិនជា stock របស់អាមេរិកទាំងអស់ហ្នឹងវាធ្លាក់ចុះហើយនឹងលុយដុល្លារមានលំហយចុះគឺមាសភាគច្រើនឡើងបាទនេះគឺជាអ្វីដែលជាបទពិសោធន៍កន្លងមកគឺគេមើលឃើញអញ្ចឹងទើបគេសន្និដ្ឋានបានថានេះហើយគឺជាតំណែងរវាងមាសហើយនឹងstock ក៏ដូចជាហេតុការណ៍នានាទៅលើពិភពលោកបាទអញ្ចឹងបងប្អូនកុំភ្លេចឆែកបន្ថែមទៀតពាក់ព័ន្ធទៅនឹងអ្វីដែលខ្ញុំឲ្យតម្រុយអស់ទៅហ្នឹងបងប្អូនអាចមើលបន្ថែមទៀតហើយរៀនមើលបន្ថែមទៀតបើសិនជាមិនយល់នៅចំណុចណាមួយបងប្អូនអាចមក comment នៅក្នុងវីដេអូនេះបានខ្ញុំនឹងព្យាយាមធ្វើវីដេអូបញ្យល់ខ្លីៗដាក់ទៅជូនបងប្អូនដោយសារនេះគឺជាអឺទស្សនវិជ្ជារួមនៃអឺមេរៀនយើងហៅថាមេរៀនចុះតែនេះមិនជាការរៀននៃការចែកម្លែកនេះវារាងវែងបន្តិចដោយសារវាមានច្រើនអញ្ចឹងបងប្អូនខ្លះថ្មីអាចនឹងមិនយល់ច្រើនតែបងប្អូនណាដែលធ្លាប់ប្រឡូកមកហើយអាចនឹងយល់ច្រើនមានចម្ងល់ក៏តិចតួចដែរអញ្ចឹងខ្ញុំសូមញែកបងប្អូនដែលមានសំណួរអាចតម្លែងនៅក្នុង comment បានខ្ញុំនឹងយកឱកាសក្នុងការឆ្លើយក៏ដូចជានឹងធ្វើវីដេអូក្រោយៗទៀតបញ្យល់ឲ្យបានក្បោះក្បាយបាទនេះគឺជា website ក៏ដូចជាក្រុមហ៊ុនមួយចំនួនដែលយើងអាចមើលបានបាទ website ដូចជា World Gold Council អីជាដើមហ្នឹងគឺយើងអាចឆែកមើលនៅក្នុង Google វាយតែពាក្យហ្នឹងទៅក៏វាចេញនៅក្នុងជា website ឲ្យបានអញ្ចឹងបងប្អូនអាចឆែកមើលទាំងអស់ហ្នឹងទៅមាន5 website ដែលបងប្អូនអាចមើលបានហើយបងប្អូនអាចតាមដានដោយខ្លួនឯងបានខ្ញុំមានវីដេអូកាត់មួយដែលបងប្អូនសម្រាប់បងប្អូនដែលមិនសូវចេះភាសាអង់គ្លេសដើម្បីមានភាពងាយស្រួលនៅក្នុងការមើលថាតើនៅពេលដែលព័ត៌មានអស់នឹងចេញមកយើងមើលយ៉ាងម៉េចឲ្យដឹងថាវាឡើងយ៉ាងម៉េចឲ្យដឹងថាវាចុះអូខេអញ្ចឹងថ្ងៃនេះខ្ញុំសូមយកឱកាសតែប៉ុណ្ណឹងដើម្បីចែករំលែកបទពិសោធន៍តែប៉ុណ្្នឹងឯង
អញ្ចឹងខ្ញុំនឹងបង្កើតវីដេអូក្រោយៗទៀតដើម្បីបញ្យល់បងប្អូនឲ្យយល់បន្ថែមទៀតហើយពាក់ព័ន្ធទៅនឹង scalping ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ទិន្នន័យអីផ្សេងៗខ្ញុំនឹងដាក់ទៅខាងក្រោយណានៅវីដេអូខាងក្រោយខ្លីៗបាទបងប្អូនសូមចាំតាមដានបន្តទៀតអរគុណនិងសូមជម្រាបលា